នេះគឺជាសន្ទូចហើយថ្ងៃនេះខ្ញុំនឹងធ្វើការស្ទូចត្រីឲ្យក្នុងរយៈពេល20នាទីតែបើរយៈពេល20នាទីនោះខ្ញុំស្ទូចមិនបានត្រីមួយទេនោះខ្ញុំនឹងទទួលបញ្ជាពីយាយខ្ញុំមួយតែបើខ្ញុំស្ទូចបានមួយវិញគឺខ្ញុំនឹងទទួលបានលុយពីយាយខ្ញុំចំនួន5000រៀលហើយនៅពេលនេះគឺថាយើងបានធ្វើដំណើរមកដល់កន្លែងស្ទូចឬបបកត្រីហើយនៅពេលនេះធ្វើការរៀបចំនុយទាំងអស់គ្នាបាទហើយគឺថារៀបចំសន្ទូចហើយនឹងនុយដាក់ដើម្បីបបកតែម្ដងបាទនៅពេលនេះគឺថាយើងបានរៀបចំសន្ទូចរួចហើយបាទហើយនេះគឺជានុយរបស់យើងបាទហើយចាំមើលតើ20នាទីនេះតើខ្ញុំអាចនឹងស្ទូចបានដែរឬទេបាទហើយចាំមើលទាំងអស់គ្នាបាទហើយវីដេអូនេះក៏សូមអភ័យទោសដែលខ្ញុំពាក់មួកផងដែរបាទអធ្យាស្រ័យផងបាទណាគឺថាខ្សែទី1គឺថាលៀនសួតបាត់ហើយបាទខ្សែទី2ថាបានលៀនសួតនៅសល់តែ9នាទីទៀតគឺថាបានបញ្ចប់ប៉ុន្តែរយៈពេល20នាទីមិនទាន់បានកន្លងផុតទេប៉ុន្តែនេះលទ្ធផលនេះគឺជាលទ្ធផលដែលយើងបបកមិនបានត្រីផងហើយសន្ទូចក៏ចាប់ផ្ដើម error ហើយវីដេអូនេះគឺថាมันអាចជោគជ័យទេហើយនៅពេលនេះគឺថាយើងបានផ្ដល់ការបញ្ជាទៅលើយាយខ្ញុំមួយហើយរងចាំទស្សនាតើគាត់នឹងបញ្ជាអ្វីខ្លះនៅថ្ងៃស្អែកថាចាញ់20នាទីមិនទាន់បានសម្រេចផងបាទគឺថាចាញ់បាទហើយបាទហើយជួបគ្នានៅវីដេអូក្រោយវីដេអូដែលយាយខ្ញុំបញ្ជាខ្ញុំឲ្យធ្វើអ្វីហើយបងប្អូនកុំភ្លេចជួយ follow ម្នាក់មួយណា follow ម្នាក់មួយទៅចេញវីដេអូថ្មីហើយបើ follow យើងមកឃើញវីដេអូតែនិយាយលេងទេអ្នកនរគ្នាបាទហើយរងចាំវីដេអូក្រោយទាំងអស់គ្នា follow